khé sốt đây này kia thay đi giờ mà mờ thả ta miền xa ấy để trời ơi nè mờ bọn nhóm trời đang trời lười tế xa ấy trời ơi nè mờ bọn nhóm trời đang trời lười tế hố khé ta miền xa ấy để trời ơi nè từng kia trời đơn trời lười để tì ai từng miền xaสำหรับnè mờ bọn nhóm cứ nè từng kia cua tạiประหยัดតិចវាអាចនឹងមានចំនួនកើតឡើងរវាងអ្នកទាំងអស់គ្នាឬក៏ជាមួយនឹងមនុស្សដែលអ្នកទាំងអស់គ្នាស្គាល់ចិត្តស្និទ្ធវាជាការឆ្លោះបែបលក្ខណៈហិងធ្ងន់ធ្ងរដែរហើយចំនួនមួយនោះវាប៉ះទង្គិចនៅអារម្មណ៍អ្នកទាំងអស់គ្នាខ្លាំងយ៉ាវាអាចធ្វើឲ្យអ្នកទាំងអស់គ្នាហ្នឹងមានអារម្មណ៍ថាទទួលយកអត់បានក្នុងចំនួនមួយហ្នឹងហើយវានឹងធ្វើឲ្យអ្នកគ្នាចងចាំវាបានយូរមែនតែនព្រោះអីពាក្យសម្ដីរបស់ម្នាក់ហ្នឹងឬក៏ការឆ្លោះគ្នាហ្នឹងវាធ្វើឲ្យអ្នកទាំងអស់គ្នាពិបាកទទួលយកតែម្ដងអត់ដឹងថាអ្នកទាំងអស់គ្នាគិតមិនទេប៉ុន្តែក្នុងសារមួយហ្នឹងគឺវាបានបញ្ជាក់ថានឹងមានចំនួនកើតឡើងហើយមនុស្សម្នាក់ហ្នឹងគឺតាំងចិត្តមកឆ្លោះមួយអ្នកទាំងអស់គ្នាហ្មងគឺតាំងចិត្តមកធ្វើឲ្យមានចំនួនតាំងចិត្តមកថាឲ្យតាំងចិត្តមកនិយាយជាមួយមកថាឲ្យអ្នកទាំងអស់គ្នាម៉ាំងហ្មងដោយសារតែគេរៀងក្មេងជាងអ្នកទាំងអស់គ្នាឬក៏របៀបថាគេអាងថាគេហ្នឹងជាមនុស្សដែលក្មេងគេអត់ទាន់ដឹងអីហ្នឹងគេអាចនិយាយអីក៏បានអញ្ចឹងណាអញ្ចឹងពាក្យសម្ដីរបស់គេហ្នឹង100%គឺប៉ះទង្គិចជាមួយនឹងអ្នកទាំងអស់គ្នាខ្លាំងអញ្ចឹងសារនេះវាគ្រាន់តែជួយបញ្ជាក់អ្នកទាំងអស់គ្នាថាបើសិនអ្នកទាំងអស់គ្នាជួបរឿងអញ្ចឹងអ្នកទាំងអស់គ្នាគួរតែរបៀបថាកុំស្ដាប់ឬក៏កុំខ្វល់ជាមួយគេឬក៏របៀបថារៀនកាត់ចិត្តខ្លួនឯងកុំយកពាក្យសម្ដីនៅដែលកំពុងតែឆ្លោះគ្នាហ្នឹងមកគិតនៅពេលអ្នកនរគ្នាគិតអ្នកនរគ្នានឹងពិបាកចិត្តហើយអ្នកនរគ្នានឹងដកវាជាប់នៅក្នុងចិត្តអ្នកនរគ្នាអត់ភ្លេចទេអ្នកនរគ្នាអត់ច្បាស់ថាពេលណាទើបអ្នកនរគ្នាបំភ្លេចរឿងនឹងបាននេះពួកអីពាក្យសម្ដីឬក៏បញ្ហាហ្នឹងវាប៉ះទង្គិចផ្លូវអារម្មណ៍អ្នកនរគ្នាខ្លាំងមែនតើយេគឺសារហ្នឹងគឺវាបញ្ជាក់អញ្ចឹងបើអ្នកនរគ្នាបានជួបអ្នកនរគ្នាប្រយ័ត្នប្រយែងហើយបើធ្វើបានបិទតិចមិនបាច់ស្ដាប់ហ្មងទៅគឺយើងគិតថាអត់ចង់ស្ដាប់ការឆ្លោះគ្នាអញ្ចឹងណាអ្នកទាំងអស់គ្នាមួយចំនួនក្នុងសារនេះគឺអ្នកទាំងអស់គ្នានឹងមានឱកាសកែខៃរឿងដែលបានកន្លងផុតហើយយ៉ានឹងមានឱកាសកែខៃវានឹងមានឱកាសកែសម្រួលរឿងហ្នឹងឲ្យល្អឡើងវិញយ៉ាក្នុងសារហ្នឹងវាអាចនឹងអ្នកទាំងអស់គ្នាអាចនឹងធ្វើរឿងអីមួយដែលចូលហួសទៅហើយដែលវាខកចិត្តទៅហើយដែលវាអត់អាចត្រឡប់មកក្រោយបាននេះប៉ុន្តែរឿងហ្នឹងអាចត្រឡប់មិនត្រឡប់មកសារដើមវិញគឺវាអាចកែប្រែឲ្យល្អឡើងវិញនៅពេលអ្នកទាំងអស់គ្នាចាប់ផ្ដើមសម្រេចចិត្តឲ្យច្បាស់លាស់ថាត្រូវធ្វើបែបហ្នឹងតាំងចិត្តម្ដងទៀតគឺរឿងហ្នឹងនឹងចាប់ផ្ដើមសារឡើងវិញរឿងដែលខកចិត្តហ្នឹងវានឹងធ្វើឲ្យអ្នកគ្នារៀងប្រសើរអានេះគឺជាសារមួយទៀតសម្រាប់អ្នកមួយចំនួនទៀតណាគឺចង់និយាយថាបើសិនជាអ្នកទាំងអស់គ្នាជួបរឿងខកចិត្តអីមួយដែលអ្នកគ្នាយល់ថាខ្លួនឯងធ្វើខុសខ្លាំងឬក៏ធ្វើមានអារម្មណ៍ថាវាខុសមែនតើអ្នកគ្នាចង់កែខៃវាអញ្ចឹងសារហ្នឹងគឺបញ្ជាក់ថាអ្នកគ្នាអាចធ្វើបាននៅពេលអ្នកគ្នាចង់តាំងចិត្តកែប្រែគឺវាទៅរួច Yes អានេះសារសម្រាប់អ្នកមួយចំនួនហើយមានអ្នកមួយចំនួនទៀតអ្នកទាំងអស់គ្នានឹងមានការសម្រេចចិត្តច្បាស់លាស់មួយថានឹងត្រូវចាក់ចេញពីនរណាម្នាក់ទាំងដែលអ្នកគ្នាអត់ចង់ចាក់ចេញទេអ្នកគ្នាអត់ចង់ដើរចេញពីជីវិតម្នាក់ហ្នឹងទេ
ប៉ុន្តែមើលឃើញថាអ្នកនរគ្នានឹងត្រូវចាក់ចេញហើយត្រូវឃ្លាតឆ្ងាយពីម្នាក់ហ្នឹងហើយអ្នកនរគ្នាខ្លួនឯងហ្នឹងជាអ្នកសម្រេចចិត្តដើរចេញដោយខ្លួនឯងគឺអ្នកទាំងអស់គ្នាបានតាំងចិត្តថានឹងចាក់ចេញទៅទាំងដែលអ្នកនរគ្នាអត់ចង់ក៏ដោយហើយអ្នកនរគ្នាយល់ថាអូខេពេលវេលាហ្នឹងគឺជាពេលវេលាដែលគេកំណត់ឲ្យអ្នកនរគ្នាត្រូវតែដើរចេញពីម្នាក់ហ្នឹងមើលទៅវារៀងលឿនដែរហើយក៏វាធ្វើឲ្យអ្នកនរគ្នាពិបាកដែរប៉ុន្តែអ្នកនរគ្នារៀងច្បាស់លាស់ចំពោះគំនិតខ្លួនឯងមែនតើ Yes សារនេះវាម្នាក់មួយចំណុចប៉ុន្តែអត្ថន័យខុសៗគ្នាអ្នកមួយចំនួនអាចនឹងមានមនុស្សដែលត្រូវនឹងចូលមកក្នុងទំនាក់ទំនងជាមួយអ្នកទាំងអស់គ្នាដែលគេនឹងរៀងក្មេងជាងអ្នកទាំងអស់គ្នាប៉ុន្តែគេមានភាពច្បាស់ការរបស់គេគឺមានន័យថាគេសម្រេចចិត្តមើលឃើញអ្នកទាំងអស់គ្នាអីចឹងទៅគេតាំងចិត្តគេពេញចិត្តអ្នកទាំងអស់គ្នាហើយគេរៀងដូចឲ្យតម្លៃអីចឹងណាវាមើលទៅឃើញអ្នកទាំងអស់គ្នាមានភាពរីករាយជាមួយនឹងម្នាក់ហ្នឹងតែម្នាក់ហ្នឹងរៀងក្មេងចូលមកក្នុងជីវិតអ្នកគ្នាហ្នឹងក្មេងមែនតើវាអាចនិយាយបានថាអាយុតិចជាងអ្នកទាំងអស់គ្នាហើយមើលទៅតែចរិតគេពេលចូលមកតាក់ទងអ្នកនរគ្នាគឺគេចង់តាក់ទងបែបលក្ខណៈគ្រួសារលក្ខណៈច្បាស់លាស់លក្ខណៈកក់ក្ដៅសារហ្នឹងអូខេអញ្ចឹងយើងទៅមើលតទៀតថាមានសារអីទៀតសម្រាប់អ្នកមើលរបស់ខ្ញុំជឿនេះបាទសូមបង្ហាញថែមទៀតមកតាមមានសារអីសម្រាប់អ្នកមើលរបស់ខ្ញុំមានសារអីបន្ថែមសម្រាប់អ្នកមើលរបស់ខ្ញុំមានសារល្អៗអីបន្ថែមសម្រាប់អ្នកមើលរបស់ខ្ញុំអូខេមានសារអីបន្ថែមសម្រាប់អ្នកមើលរបស់ខ្ញុំសារអ្នកទាំងអស់គ្នាល្អច្រើនគឺជាសារមួយដែលបង្ហាញទៅអ្នកទាំងអស់គ្នាបែបល្អមែនតើសារនេះនិយាយទៅមានអ្នកមួយចំនួនគឺអាចរកឃើញនៅគោលដៅជីវិតរបស់ខ្លួនឯងហើយអ្នកនរគ្នាក៏ចាប់ផ្ដើមនឹងធ្វើដំណើរទៅតាមគោលដៅមួយហ្នឹងអ្នកនរគ្នាយល់ថាពិភពលោកអាចនឹងធំធេងយល់ថាអ្នកនរគ្នាអាចនឹងមានអីដែលពីមុនអ្នកនរគ្នាអត់គិតចឹងទេអ្នកនរគ្នាយល់ថាអត់ដឹងថាអ្នកនរគ្នាហ្នឹងកាត់មកក្នុងពិភពលោកហ្នឹងដើម្បីអីដើម្បីអ្នកណាធ្វើអ្វីប៉ុន្តែឥឡូវអ្នកនរគ្នាដឹងអ្នកនរគ្នាចាប់ផ្ដើមរកឃើញនៅជីវិតខ្លួនឯងពិតប្រាកដហើយអ្នកនរគ្នាចាប់ផ្ដើមធ្វើដំណើរទៅតាមគោលដៅដែលខ្លួនឯងបានកំណត់ហ្នឹងហើយសារនេះវាហេតុអីមិនសួរថាបើដឹងថាខ្ញុំដឹងគោលដៅហេតុអីនៅចេញសារមានន័យថាអ្វីដែលអ្នកនរគ្នាជ្រើសរើសទៅហ្នឹងគឺត្រឹមត្រូវហើយគឺចង់និយាយចឹងផ្លូវដែលអ្នកនរគ្នាចាប់ផ្ដើមដើរអ្វីដែលអ្នកនរគ្នាមានក្តីសង្ឃឹមហ្នឹងគឺត្រឹមត្រូវហើយអញ្ចឹងអ្នកនរគ្នាអាចធ្វើដំណើរទៅតាមផ្លូវហ្នឹងបានចង់និយាយចឹងអ្នកមួយចំនួនគឺអាចនិយាយបានថាជីវិតគូរបស់អ្នកទាំងអស់គ្នាអត់ទាន់បញ្ចប់មិនមានន័យថាដៃគូរបស់អ្នកទាំងអស់គ្នាដែលធ្លាប់ដែលអាចនឹងមានការបាក់បែកឬក៏ប្រឈប់នៅទំនាក់ទំនងជាមួយគ្នាមួយរយៈអីចឹងណាវាអត់ទាន់បញ្ចប់វាមើលឃើញថាវិលត្រឡប់មករកគ្នាវិញមើលឃើញថាម្នាក់ហ្នឹងនៅតែជាគិតថាអ្នកនរគ្នាជាគូនៅតែមានខ្សែជីវិតដែលត្រូវជួបគ្នាវិញ Yes អញ្ចឹងបើអ្នកនរគ្នាមួយចំនួនណាដែលកំពុងតែបាក់បែកហើយអ្នកនរគ្នាយល់ថាបែកទៅលេងអាចទៅរួចប៉ុន្តែមើលក្នុងសារនេះអាចនឹងមានការត្រឡប់មកវិញអីចឹងណា Yes អានេះជាសារ random អ្នកនរគ្នាវាមិនមែនច្បាស់ទៅលើអ្នកណាម្នាក់100%ទេអញ្ចឹងបើអ្នកនរគ្នាមើល
សូមប្រើការគិតពិចារណាព្រោះថាក្នុង Tarot គឺវាបានបញ្ជាក់អញ្ចឹងថាមើលទៅឃើញរឿងដែលធ្លាប់ដែលបញ្ចប់ទៅហើយវាចាប់ផ្ដើមត្រឡប់មកវិញវាចាប់ផ្ដើមកើតជាថ្មីអញ្ចឹងក្តីស្រឡាញ់ហ្នឹងវាអាចនឹងកើតឡើងវិញរវាងមនុស្សពីរនាក់ដែលធ្លាប់បញ្ចប់គ្នាទៅហើយអញ្ចឹងអើយអ្នកមួយចំនួនទៀតគឺច្បាស់ណាស់គឺត្រូវឲ្យអ្នកនរគ្នាហ្នឹងកែប្រែនៅទម្លាប់របស់ខ្លួនឯងឬក៏កែប្រែនៅអ្វីដែលខ្លួនឯងចង់បានអ្នកទាំងអស់គ្នាមួយចំនួនអាចនឹងមានការចង់ដឹងនេះចង់ដឹងនោះនិយាយទៅចង់ដឹងគ្រប់រឿងចង់ចេះចង់ដឹងចង់ស្គាល់ចង់ធ្វើអ្វីដែលអ្នកនរគ្នាចង់ធ្វើអីចឹងវាខ្លាំងមែនតើប៉ុន្តែចង់និយាយថាសារនេះវាបានប្រាប់ថាឲ្យអ្នកទាំងអស់គ្នាហ្នឹងកែខៃបន្តិចកុំមិនមែនមិនឲ្យចង់ចេះចង់ដឹងឯងឲ្យចង់ចេះចង់ដឹងប៉ុន្តែឲ្យអ្នកទាំងអស់គ្នាកែខៃការចង់ចេះចង់ដឹងនៅខ្លះសម្របសម្រួលវាខ្លះកុំឲ្យវាជ្រុលពេកកុំឲ្យវាមើលឃើញថាអ្នកទាំងអស់គ្នាហ្នឹងវារៀងជឿជាក់ពេកល្អពេកអីចឹងណាព្រោះមើលទៅការចង់ចេះចង់ដឹងរបស់អ្នកនេះគឺល្អហើយចំណេះដឹងរបស់អ្នកនេះគឺអូខេហើយប៉ុន្តែដោយសារតែអាភាពចង់ដឹងជ្រុលពេកនេះវាធ្វើឲ្យអ្នកនរគ្នាហ្នឹងអាចនឹងបរាជ័យវិញអញ្ចឹងអ្វីដែលគេណែនាំគឺគេគ្រាន់តែឲ្យអ្នកនរគ្នារៀងកែខៃខ្លួនឯងបន្តិចរៀងតម្លាក់ចុះបន្តិចឬក៏កែប្រែស្ថានភាពខ្លួនឯងបន្តិចកុំឲ្យវារៀងជ្រុលអីចឹងទៅនៅក្នុងរយៈពេលនេះមានអ្នកមួយចំនួនអាចនឹងទទួលបានលុយកាក់តិចតួចទៅលើកិច្ចការងារដែលអ្នកនរគ្នាបានធ្វើតែចង់និយាយថាវាអត់ច្រើនទេវាតិចតួចហើយវាគ្រាន់តែជាការចាប់ផ្ដើមនៅក្នុងការធ្វើការងារហ្នឹងអញ្ចឹងអ្នកនរគ្នាទទួលបានអាតិចតួចហ្នឹងគឺដោយសារតែអ្នកនរគ្នាទើបតែចាប់ផ្ដើមធ្វើនៅការងារមួយហ្នឹងអញ្ចឹងនៅពេលចាប់ផ្ដើមធ្វើការងារមួយហ្នឹងវាអាចបង្ហាញអ្នកនរគ្នាឃើញថាការងារហ្នឹងអត់ស្រួលទេគឺពិបាកហើយវាត្រូវឲ្យអ្នកនរគ្នាខិតខំមែនតើតស៊ូមែនតើអត់ធ្មត់មែនតើអញ្ចឹងការអត់ធ្មត់ហ្នឹងទើបអ្នកនរគ្នាទទួលបានតែមិនមែនទទួលបានច្រើននេះគឺបន្តិចបន្តួចមកនិយាយទៅវាអត់ទាន់ស្មើជាមួយនឹងកម្លាំងទេអញ្ចឹងបើសិនជានិយាយចប់ទៅអ្នកនរគ្នាទទួលបានប្រាក់កម្រៃឬក៏ទទួលបានផលលាភអីបន្តិចមែនប៉ុន្តែអ្នកនរគ្នាត្រូវចំណាយកម្លាំងច្រើនចំណាយអ្វីច្រើនជាងហ្នឹងចំណាយការខាតបង់ច្រើនវាជាការចាប់ផ្ដើមមួយដែលល្អប៉ុន្តែវាយ៉ាងហត់នឿយតិចមែនតែសារនេះវាអាចនិយាយបានថាវាអាស្រ័យលើអ្នកនរគ្នាតែអ្នកនរគ្នាគិតថាវាស័ក្តិសមអត់វាគួរអត់ព្រោះអីបើអ្នកនរគ្នាហត់នឿយខ្លះឲ្យបានតិចតើគួរតែយកអត់តែបើសិនជាអ្នកនរគ្នាចាប់ផ្ដើមឥឡូវយកប៉ុណ្ណឹងតែថ្ងៃមុខទៅអ្នកនរគ្នាស៊ូតិចទៀតទៅគ្រប់យ៉ាងវាអាចនឹងលែងហត់នឿយអញ្ចឹងទៀតហើយព្រោះអានេះវាហត់នឿយខ្លាំងពីដំបូងប៉ុន្តែនៅពេលយូរទៅអ្នកនរគ្នានឹងបានស៊ាំនឹងលែងមានការហត់នឿយបែបហ្នឹងទៀត Yes អាហ្នឹងសារហ្នឹងគឺវាគ្រាន់តែបញ្ជាក់អញ្ចឹងចាំបើអ្នកទាំងអស់គ្នាស្ដាប់ហើយយល់ក៏អូខេបើអ្នកនរគ្នាគាត់ថាបងឯងនិយាយពីអីអត់ចូលសាច់រឿងខ្ញុំសោះអាហ្នឹងចាត់ទុកថាមិនមែនជាសារអ្នកទាំងអស់គ្នាគឺខ្ញុំអត់ដឹងថាត្រូវបញ្ជាក់មិនទេអូខេឥឡូវយើងសូមបន្តទៅទៀតអូខេតើមានសារអីសម្រាប់អ្នកមើលរបស់ខ្ញុំទេសូមបន្ថែមទៀតមានសារល្អអីសម្រាប់អ្នកមើលរបស់ខ្ញុំទេតើមានសារល្អអីសម្រាប់អ្នកមើលរបស់ខ្ញុំទេសូមបន្ថែមទៀតណាThe Hermit ក្នុងសារបន្ទាប់គឺអ្នកទាំងអស់គ្នាមួយចំនួនអ្នកមួយចំនួនគឺនឹងត្រូវធ្វើចិត្តឲ្យរឿងស្ងប់បន្តិចព្រោះឯអ្នកទាំងអស់គ្នាអាចនឹងមានមនុស្សដែលអ្នកទាំងអស់គ្នាត្រូវការពារហើយអ្នកទាំងអស់គ្នានឹងលះបង់មួយគេហើយក៏ព្យាយាមគ្រប់យ៉ាងដើម្បីការពារមនុស្សម្នាក់ហ្នឹងដែរប៉ុន្តែសារនេះគឺបញ្ជាក់ឲ្យអ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាត្រូវធ្វើចិត្តឲ្យស្ងប់ធ្វើចិត្តឲ្យត្រជាក់កុំបង្ហាញចេញទៅឬក៏កុំធ្វើឲ្យវា
លឿនលូកពេកព្រោះម្នាក់ហ្នឹងគឺគេមានគ្រប់យ៉ាងគេល្អគ្រប់យ៉ាងគេអាចដោះស្រាយបញ្ហាខ្លួនគេបានអត់ចាំបាច់អ្នកនរគ្នាការពារគេក៏គេធ្វើបានដែរប៉ុន្តែអ្នកនរគ្នាអត់ទេអ្នកនរគ្នាពេញចិត្តនឹងការពារម្នាក់ហ្នឹងឬក៏ស៊ូដើម្បីម្នាក់ហ្នឹងទាំងដែលអ្នកហ្នឹងគេអត់ចាំបាច់អ្នកនរគ្នាជួយក៏គេទៅបាន yes អូខេសារហ្នឹងគឺបែបហ្នឹងហើយសារគ្រាន់បញ្ជាក់ថាអ្នកនរគ្នានៅតែស្ងៀមទៅមិនបាច់បង្ហាញពេកទេព្រោះអីមើលទៅម្នាក់ហ្នឹងគេអត់ពិបាកដូចអ្វីដែលអ្នកនរគ្នាគិតទេនេះសារហ្នឹងបញ្ជាក់អញ្ចឹងណាចាំមើលអ្នកនរគ្នាមើលទៅយល់ក៏អូខេបើអត់ទៅក៏តាមហ្នឹងអ្នកទាំងអស់គ្នាមួយចំនួនទៀតគឺអាចនិយាយបានថាគម្រោងដែលអ្នកនរគ្នាចាប់ផ្ដើមនឹងធ្វើវាដល់ពេលហើយវាដល់ពេលវេលាហើយអ្នកនរគ្នាអាចបង្ហាញវាចេញមកអាចធ្វើវាចេញទៅបានហើយបើឥឡូវអ្នកនរគ្នាសួរថាបងអ្វីដែលខ្ញុំមានគោលបំណងធ្វើទៅថ្ងៃមុខនេះទៅធ្វើបើធ្វើអញ្ចេះតើវាមិនធ្វើបានអត់សារនេះគឺបញ្ជាក់ថាដល់ពេលវេលាហើយបើអ្នកនរគ្នាគ្រោងវាមកយូរហើយដល់ពេលដែលបើកបង្ហាញឲ្យគេដឹងហើយថាណែការងារហ្នឹងអ្វីដែលអ្នកគ្នាធ្វើហ្នឹងគឺជាអ្វី yes វាដល់ពេលទៅបង្ហាញអ្នកទាំងអស់គ្នាមួយចំនួនព្រួយបារម្ភចំពោះខ្លួនឯងមែនតើព្រួយបារម្ភចំពោះអ្វីដែលអ្នកនរគ្នាមានអ្វីអ្នកនរគ្នាមិនមែនតែរូបសម្ផស្សអ្នកនរគ្នាព្រួយបារម្ភពីលុយកាក់ព្រួយបារម្ភពីរបស់របរ brand name ឬក៏អ្វីដែលអ្នកនរគ្នាកំពុងមានណាទ្រព្យសម្បត្តិអីចឹងអ្នកទាំងអស់គ្នាស្រឡាញ់របស់អស់ចិញ្ចឹមមែនតើអ្នកនរគ្នាព្រួយបារម្ភខ្លាចថាវានឹងត្រូវបាត់បង់ទៅថ្ងៃណាមួយហើយព្យាយាមថាត្រូវគិតគ្រប់សពបែបយ៉ាងថាត្រូវធ្វើម៉េចដើម្បីឲ្យរក្សាអានឹងបានហើយឲ្យវាកាន់តែប្រសើរទៅថ្ងៃមុខមួយអ្នកទាំងអស់គ្នាសារហ្នឹងគឺអត់មានអីបញ្ជាក់អីគ្រាន់តែចង់ប្រាប់ថាកុំគិតច្រើនពេកទ្រព្យសម្បត្តិគឺជារបស់ក្រៅកាយវាអាចជួយអ្នកនរគ្នាបានប្រសើរប៉ុន្តែវានឹងអាចបាត់បង់ទៅវិញនៅថ្ងៃណាមួយប៉ុន្តែអ្នកទាំងអស់គ្នាគួរតែរក្សាវាធម្មតាបើថាអ្នកនរគ្នានៅតែរកបានអ្នកនរគ្នារកតាមតាណារបស់អ្នកនរគ្នាទៅតែកុំគិតខ្លាំងពេកនៅពេលដែលអ្នកនរគ្នាមកកាក់ម៉ាស៊ីនក៏អ្នកនរគ្នាគិតអ្នកនរគ្នាព្រួយបារម្ភអ្នកនរគ្នាចងខ្លួនឯងទៅមួយទ្រព្យសម្បត្តិអស់ហ្នឹងឬក៏របស់របរអស់ហ្នឹងជីវិតអ្នកនរគ្នាវាអត់មានក្តីសុខវាពិបាកយ៉ាអញ្ចឹងសារនេះវាគ្រាន់តែប្រាប់អ្នកនរគ្នាថាតាំងចិត្តវាឲ្យស្ងប់អ្នកនរគ្នានៅតែរក្សាវាបានអញ្ចឹងអ្វីដែលជារបស់អ្នកនរគ្នានៅតែជារបស់អ្នកនរគ្នាអញ្ចឹងវាអត់បានបាត់ទៅណាប៉ុន្តែអ្នកនរគ្នាខ្លួនឯងដែលខ្លាចវាបាត់បង់ហួងហែងចាមកអ្នកនរគ្នាមានអារម្មណ៍បែបហ្នឹងទៅចេញសារបែបនេះមកអ្នកនរគ្នាស្ងប់ចិត្តទៅមុខគត់គឺស្ងប់ចិត្តកុំគិតច្រើនពេកធ្វើដំណើរតាមហ្នឹងគ្រប់យ៉ាងវានៅតែជារបស់អ្នកនរគ្នានៅតែជានៅតែហ្នឹងចង់និយាយចេះអូខេអញ្ចឹងសារក្នុងថ្ងៃហ្នឹងមានតែប៉ុណ្ណឹងហើយសម្រាប់អ្នកនរគ្នាមើលយល់បានប៉ុន្មានភាគរយក៏យល់ប៉ុណ្ណឹងខ្ញុំមិនដឹងថាបញ្ជាក់បែបណាហើយបញ្ជាក់ម្ដងទៀតនេះជាសារ random វាអត់ចំពោះតែអ្នកណាម្នាក់ទេអញ្ចឹងនៅពេលអ្នកនរគ្នាស្ដាប់ហើយសូមគិតពិចារណាបើសិនជាវាធ្ងន់ធ្ងរខ្លាំងកុំគិតខ្លាំងពេកតែបើអ្នកនរគ្នាស្ដាប់ហើយសប្បាយចិត្តក៏អូខេយកតាមហ្នឹងតែបើសិនអ្នកនរគ្នាស្ដាប់ហើយកាត់ទុកកាន់តែខ្លាំងគួរតែកុំស្ដាប់នេះជាការណែនាំរបស់ខ្ញុំអត់បង្ខំអ្នកនរគ្នាឲ្យមកមើលទេព្រោះអីបើយើងអត់សប្បាយចិត្តកុំមើលអ្នកនរគ្នាអត់ចង់មើលកុំមើលអូខេជូនពរឲ្យអ្នកមើលសាររបស់ខ្ញុំទទួលបានសេចក្តីសុខរីករាយសុខភាពល្អទាំងអស់គ្នាអរគុណ